ទីបំផុតខ្ញុំក៏ទទួលបានមុខងារ Content Protection គឺជាមុខងារមួយដែលជាក្តីសម័យរបស់ខ្ញុំចង់បានយូរហើយនៅក្នុងការគ្រប់គ្រងទៅលើវីដេអូរបស់យើងកុំឲ្យអ្នកដទៃនឹងអាចលួចយកវីដេអូរបស់យើងនឹងទៅផុសបន្តបានអញ្ចឹងសម្រាប់មុខងារនេះគឺមានសារៈសំខាន់បំផុតសម្រាប់បងប្អូនទាំង Live ដែលធ្វើ Content Original ណាដែលគាត់តែងតែខ្លាចថាក្រែងរមមានអ្នកណាគេយកវីដេអូរបស់គាត់ទៅផុសគេលោមានអ្នកណាគេលួចបន្លំវីដេអូរបស់គាត់នឹងយកទៅរលួយបន្តអីចឹងទៅគាត់អត់ដឹងអញ្ចឹងមុខងារ Content Protection នឹងដើរតួនាទីសំខាន់បំផុតទៅលើវីដេអូរបស់យើងនឹងជួយតាមដានឬក៏ track វីដេអូរបស់យើងហ្នឹងបើសិនជាមានជនណាឬក៏អ្នកណាដែលគេយកវីដេអូរបស់យើងហ្នឹងទៅផុសបន្តឲ្យយើងដឹងភ្លាមហើយយើងអាចធ្វើការចាត់វិធានការនៅលើនឹងបាននៅក្នុងមុខងារហ្នឹងគឺយើងអាចធ្វើការ protect ឬក៏ធ្វើការដាក់វីដេអូរបស់យើងហ្នឹងឲ្យតាមដានទៅលើមុខងារហ្នឹងបន្ទាប់មកគឺយើងអាចមើលឃើញបើសិនជាមានអ្នកណាម្នាក់យកវីដេអូរបស់យើងទៅផុសបន្តគឺយើងអាចមើលឃើញដល់ page ម្នាក់ហ្នឹងទៀតដែលគេយកវីដេអូយើងទៅផុសបន្តរបៀបណាក៏ដោយទោះបីជាប្រហែលនាទីក៏ដោយប្រហែលវិនាទីក៏ដោយក៏យើងអាចមើលឃើញហើយអ្វីដែលសំខាន់យើងអាចធ្វើការ blockឬក៏អាចធ្វើការរបាយការណ៍ឡើងទៅកាន់ Facebook បានយ៉ាងស្រួលទៀតអញ្ចឹងសម្រាប់មុខងារនេះមានសារៈសំខាន់បំផុតសម្រាប់បងប្អូនទាំងអស់ដែលធ្វើជា content original ដែលធ្វើជាអ្នកផលិតមាតិកាដែលបង្កើតឡើងដោយខ្លួនឯងអញ្ចឹងយើងអស់ក្តីបារម្ភទៀតហើយសម្រាប់មុខងារនេះផងដែរខ្ញុំទន្ទឹងរង់ចាំមកជាយូរមែនទែននៅមួយទៀតគឺ Ride Manager បើសិនជាខ្ញុំបាន Ride Manager មួយទៀតគឺរឹតតែល្អសួរថាមុខងារពីរហ្នឹងវាខុសគ្នាយ៉ាងដូចម្ដេចតាមពិតទៅមុខងារ Content Protection ហ្នឹងវាក៏អត់មានអីខុសពីមុខងារ Ride Manager ដែរគ្រាន់តែថាមុខងារ Content Protection ហ្នឹងវាគ្រាន់តែជួយការពារនិងជួយផ្ដល់ដំណឹងមកឲ្យយើងនៅពេលដែលមានអ្នកណាគេហ្នឹងយកវីដេអូរបស់យើងហ្នឹងទៅផុសបន្តប៉ុន្តែសម្រាប់មុខងារ Ride Managerគឺវាធ្វើការពារសិទ្ធមានន័យថានៅពេលដែលមានអ្នកណាក៏ដោយដែលយកវីដេអូយើងទៅផុសបន្តវីដេអូរបស់យើងហ្នឹងទោះបីជារលុយបានមែនក៏លុយហ្នឹងលុយដែលម្ចាស់ Facebook យករបស់យើងទៅផុសហ្នឹងគេមិនទទួលបានលុយហ្នឹងទេប៉ុន្តែលុយហ្នឹងគឺបានមកយើងគ្រាន់តែខ្វះមុខងារហ្នឹងតែប៉ុណ្្នឹងឯងហើយមុខងារហ្នឹងវាដូចតែមុខងារ copyright tool មួយចំនួនដែលម្ចាស់កម្មសិទ្ធិទទួលបានលុយតែអ្នកផុសបន្តអត់ទទួលបានលុយអាហ្នឹងឯងដែលជាមុខងារហ្នឹងក៏ខ្ញុំចង់បានដែរក៏ប៉ុន្តែអត់អីទេទោះបីជាមុខងារ Ride Manager ហ្នឹងមិនទាន់បានក៏ដោយក៏ខ្ញុំបានមុខងារ Content Protection ហ្នឹងក៏ខ្ញុំអស់ចិត្តដែរពេលដែលខ្ញុំបានភ្លាមគឺខ្ញុំមើលឃើញភ្លាមតែម្ដងគឺមានអ្នកយកវីដេអូខ្ញុំទៅផុសបន្តដូចអ្វីដែលខ្ញុំគិតមែនអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំបងប្រាថ្នាមកយូរហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានមុខងារនេះទាំងអស់គ្នាចោះបាទឥឡូវនេះគឺខ្ញុំបានហើយអញ្ចឹងបើសិនជាមានអ្វីបន្តទៀតខ្ញុំនឹងធ្វើការចែកជូនបងប្អូនទាំងអស់គ្នាបាទនៅវីដេអូបន្តទៀត